ថ្ងៃសួស្តីទាំងអស់គ្នាឥឡូវនេះគឺយើងចូលមកដល់ចំណុចទី3ហើយទាក់ទងទៅនឹងការទិញទំនិញណាមដើម្បីក្លាយទៅជា website អញ្ចឹងសម្រាប់ចំណុចទី1និងទី2គឺខ្ញុំបានធ្វើរួចហើយវីដេអូរួចហើយនៅខាងក្រោមនេះនៅក្នុង playlist នៅក្នុង channel YouTube របស់ខ្ញុំនេះអញ្ចឹងតើអ្នកគ្រាន់តែចុចលើ channel YouTube របស់ខ្ញុំហើយទៅ playlist ទាក់ទងនឹងការបង្កើត blogger 2025ទៅគឺយើងមើលតាមលំដាប់ទៅគឺទាំងអស់គ្នាអាចយើងមិនចាំបាច់ចំណាយលុយទៅលើ hosting ប្រចាំខែដូចជាយើងធ្វើ WordPress ទេបើសិនជាយើងចង់ធ្វើបង្កើត website ជាមួយ WordPress ក៏បានដែរបើសិនជាយើងមានលទ្ធភាពឬក៏យើងមានតាមទុនគ្រប់គ្រាន់ក្នុងការវិនិយោគទៅលើតាមមួយនេះអញ្ចឹងណាហ្នឹងហើយតែបើសិនជាយើងទាំងអស់គ្នាគ្រាន់តែធ្វើដើម្បីរកចំណូលទៅតាមរយៈ Google AdSense ទេគឺទាំងអស់គ្នាជំនាញដំបូងខ្ញុំគិតថាឲ្យទាំងអស់គ្នាចាប់ផ្ដើមពី Google Blogger សិនទៅពេលដែលយើងបានបទពិសោធន៍យើងបានចំណេះដឹងហើយយើងមានប្រាក់ចំណូលដែលអាចបើយើងមានប្រាក់ចំណូលដើម្បីអាចចូលទៅប្រើប្រាស់ WordPress បានចាំយើងធ្វើអញ្ចឹងណាជាជំនាញដំបូងយើងប្រើផលិតផលណាដែល free ហើយយើងនឹងចំណាយតិចតួចបំផុតដើម្បីយើងធ្វើជាជំហានដំបូងសិនឥឡូវយើងកុំឲ្យចំណាយពេលវេលាយូរយើងចូលមកកម្មវិធីរបស់យើងគឺចំណុចទី3យើងចាប់ផ្ដើមជាមួយគ្នា Blockchain ដែលយើងបានបង្កើតហើយទម្រង់ template គឺអត់ទាន់មានដែរគឺវាអត់ទាន់មានអីទេអញ្ចឹងណាគឺវានៅស្អាតស្លាថេអញ្ចឹងណាអូខេអញ្ចឹងយើងចាប់ផ្ដើមទិញ domain name សិនសំខាន់យើងទិញ domain name យើងទិញ domain name ឬក៏ដែនដែលមានតម្លៃធូរថ្លៃអញ្ចឹងណាទាំងហើយអូខេដូចជានេះគឺជា name sheet សម្រាប់ domain name គឺអ្នកគ្នាអាចទិញពីណាក៏បានដែរបើសិនជាអ្នកគ្នាមានស្គាល់ website ណាដែលលក់ domain name ធូរថ្លៃមានតម្លៃថោកៗចឹងគឺអ្នកអាចទិញបានមិនថានៅ Namecheap GoDaddy ឬក៏ Bluehost ទេអញ្ចឹងគឺយើងអាចទិញបានដូចគ្នាទេអញ្ចឹងប៉ុន្តែមុននឹងយើងទិញ domain name នៅពី website ទាំងអស់នេះយើងបង្កើត account នៅក្នុង website ទាំងអស់នេះសិនអញ្ចឹងណាមិនថាយើងបង្កើតនៅ Google Daddy ក៏ Namecheap ឬក៏ Bluehost ទេហើយជាថ្ងៃនេះផងដែរគឺខ្ញុំនឹងបង្ហាញដល់គ្នាពីរបៀបនៃការទិញ domain name នៅលើល្អដូចគ្នាទេសម្រាប់ Bluehost ឬក៏ Namecheap ឬក៏ GoDaddy គឺដូចគ្នាទេអញ្ចឹងណាគឺអត់ខុសគ្នាទេប៉ុន្តែសំខាន់យើងត្រូវបង្កើត account សិនតោះឥឡូវនេះយើងចង់ទិញពីមួយណាក៏បានដែរសំខាន់យើងត្រូវបង្កើត account សិនហើយយើងទិញ domain name ដែលមានតម្លៃធូរថ្លៃយកមកភ្ជាប់ជាមួយនឹង blockchain របស់យើងទាំងអស់គ្នាបន្ទាប់ពីយើងបង្កើត account Namecheap ហើយយើងចូលមកកន្លែង domain name នេះមកហើយតមកទៀតយើង search រក domain name ដែលយើងចង់ទិញមកមិនថាយើងចង់ទិញ domain name ប្រភេទណាយើងចង់ដាក់ឈ្មោះក៏បានដែរស្វែងទៅលើយើងទៅថាឥឡូវខ្ញុំដាក់ឈ្មោះមួយនេះចុះខ្ញុំដាក់ឈ្មោះអ្វីដែលសិនយើងអ្នកទាំងអស់គ្នាស្រឡាញ់ domain name មួយណាយើងមួយហ្នឹងមកណាយើង search ចឹងយើងពពេញនៅប្រឡោះហ្នឹងហើយយើង search មកតមកទៀតយើងរកមើល domain name ណាដែលមានតម្លៃថោកមកឥឡូវខ្ញុំមកមើល domain name ណាដែលមានតម្លៃធូរថ្លៃនេះគឺជាខ្ញុំទិញឡើងដើម្បីបង្ហាញនិងចែកមេទៅកាន់អ្នកទាំងអស់គ្នាទេគឺបើសិនជាទាំងអស់គ្នាចង់បាន .com គឺទាំងគ្នាចុចយក .com មកឬក៏ចង់បាន .អីផ្សេងៗវាមានច្រើនណាតែបើសិនជា .com វារៀងថ្លៃតែនៅនេះអត់មានទេ .com មកសារគេបានប្រើប្រាស់រួចហើយនេះតាំងពីឆ្នាំ2008ឥឡូវនេះខ្ញុំប្រើ .អីផ្សេងតែខ្ញុំប្រើ .store វិញពេលនេះគឺ .store គឺយើងអាចទិញបានដោយសារមានសញ្ញាគ្រីសអញ្ចឹងខ្ញុំចុចទិញតែម្ដងគឺវាមានតម្លៃត្រឹមតែ8សេនអញ្ចឹងខ្ញុំអត់ទិញហើយទេបើសិនជាទាំងគ្នាចង់បាន .com គឺទាំងគ្នា search ឈ្មោះហើយយើងចុច search មកហើយបើសិនជាយើងចង់បាន .អីផ្សេងៗយើងរើសតាមហ្នឹងណានៅកតុយខ្លះវាមានតម្លៃថ្លៃអញ្ចឹងទៅគឺយើងទិញអាតម្លៃយើងល្មមគឺល្អបំផុតសម្រាប់យើងអញ្ចឹងណាព្រោះយើងក៏មិនទៅជាយើងមិនជាប្រភេទគេហទំព័រក្រុមហ៊ុនដែរយើងគ្រាន់តែបង្កើតឡើងគឺយើងគ្រាន់តែទិញ domain name ណាដែលមានតម្លៃធូរថ្លៃយកមកភ្ជាប់ជាមួយ blockchain របស់យើងហើយយើងស្នើសុំ Google សិនដាក់ពាណិជ្ជកម្មតែប៉ុណ្្នឹងទេអញ្ចឹងណាហ្នឹងហើយអញ្ចឹងគឺខ្ញុំយក .store ហើយយើងចុចពាក្យ check out មកយើងចុចមិនបាច់ចុចអីទេបើយើងចុចយកឲ្យផ្សេងៗទេវាមានតម្លៃថ្លៃអញ្ចឹងគឺយើងទិញតែ domain name ប៉ុណ្ណឹងមកគឺជាការស្រេចហើយអញ្ចឹងប៉ុន្តែនេះខ្ញុំអត់ទាន់បានចុច pay លុយណាឥឡូវយើងចុចកន្លែង order មកចុចកន្លែង order នេះតមកទៀតយើងចុចកន្លែង order ហ្នឹងមកទៀតយើងកន្លែងនេះយើងត្រូវតែបំពេញឲ្យអស់អញ្ចឹងណាព្រោះថាប៉ុន្តែយើងមិនបាច់ទៅបំពេញអីវែងឆ្ងាយយើងគ្រាន់តែបំពេញខ្លីៗមកឥឡូវខ្ញុំបំពេញបន្លោះហ្នឹងសិនអញ្ចឹងណាហ្នឹងហើយតោះខ្ញុំបំពេញហ្នឹងមកបំពេញវាមិនពិបាកបំពេញទេក្នុងការបំពេញដូចជាបំពេញតែអាស័យដ្ឋានអាស័យដ្ឋានយើងមិនដាក់ពេញដូចថាយើងនៅណាយើងនៅភ្នំពេញយើងដាក់ភ្នំពេញមកហើយដាក់ postal code នៅភ្នំពេញ12000ហើយយើងយកCambodiaមកគឺកម្ពុជាឥឡូវនេះគឺយើងមិនបាច់ដាក់ដែរយើងដាក់តែអាស័យដ្ឋានមកជាការ file យើងនៅភ្នំពេញអញ្ចឹងឥឡូវខ្ញុំបំពេញទីសិនទៅយើងបំពេញរួចហើយយើងចុចពាក្យបន្តមកទាមទារលេខទូរស័ព្ទហើយទាមទារលេខទូរស័ព្ទមួយអញ្ចឹងយើងដាក់លេខទូរស័ព្ទមកយើងដាក់មកយើងគ្រាន់តែលេខវាមិនសំខាន់ទេប៉ុន្តែដោយសារតែ name sheet ទាមទារអញ្ចឹងណាហ្នឹងអញ្ចឹងយើងរកបំពេញយើងរកCambodiaអូខេបន្ទាប់ពីយើងបំពេញយើងចុចពាក្យបន្តបន្ទាប់មកទៀតយើងចុច click កន្លែងនេះមួយមកហើយតមកទៀតយើងចុចពាក្យបន្តមួយទៀតបន្តតខ្ញុំនេះគឺយើងទិញតាមណាយើងបង់លុយតាមណាយើងបង់លុយតាមរយៈកាតធនាគារឬក៏តាមរយៈ PayPal បើយើងមាន PayPal ហើយភ្ជាប់ជាមួយកាតធនាគារឬក៏ PayPal យើងមានលុយយើងបង់តាម PayPal មកយើងគ្រាន់តែចុចយកកន្លែង PayPal មកយើងចុចបន្តទៅបើសិនជាយើងមានកាតយើងបំពេញកន្លែងកាតមកឥឡូវខ្ញុំបំពេញតាមកាតអញ្ចឹងខ្ញុំបំពេញកន្លែងនេះទីសិនយើងបំពេញកាតធនាគាររបស់យើងរួចហើយយើងចុចពាក្យបន្តមកហើយបន្ទាប់ពីយើងចុចបំពេញការបន្ត
តែបើយើងហើយយើងចុចបន្តទៀតយើងចុច Pay Now រងចាំបន្តិចទៅយើងការទូទាត់ប្រាក់កំពុងតែ process អញ្ចឹងណាពេលដល់នេះគឺយើងបានហើយគឺយើងបាន domain name ហើយយើងអត់ចាំបាច់ទៅណាឆ្ងាយទេយើងចូលមកកាន់ dashboard យើង dashboard មកហើយតមកទៀតយើងឃើញយើងមើលកន្លែង domain name list គឺជា domain name ដែលយើងបានទិញមិញគឺយើងបានទិញរួចហើយអញ្ចឹងណាតោះឥឡូវនេះយើងចូលមកចាប់ផ្ដើមក្នុងការភ្ជាប់ទៅកាន់ blockchain របស់យើងតែម្ដងទៅនៅពេលដែលយើងបង្កើត account ថ្មីនៅលើ Namecheap ពេលដែលយើងទិញ domain name រួចហើយយើងនៅពេលដែល Namecheap ផ្ញើ email ទៅកាន់ Gmail ដែលយើងបានបង្កើត account Namecheap ហ្នឹងយើងត្រូវតែចុច verify ដើម្បីឲ្យ website របស់យើងដំណើរការពេលដែលយើងចុច verify រួចហើយយើងយកមកមើលប្លន់នេះកន្លែងម៉ៅនេះយើងចុចយក manager ហើយយើងយកកន្លែងពាក្យ advanced DNS នេះមកហើយយើង copy website domain name របស់យើងនេះដើម្បីភ្ជាប់ជាមួយនឹង blockchain ឥឡូវយើងចូលមកកាន់ blockchain របស់យើងយកកន្លែង setting យើងមើលមកកន្លែងចំណុចនេះកន្លែង publishing យើងយកពី custom domain ហើយយើង pass domain name របស់យើងមកប៉ុន្តែខាងមុនកុំភ្លេចដាក់ www. ផងណាហើយយកពាក្យ sell មកយើង sell ទៅគឺភ្ជាប់អត់បានទេដោយសារតែយើងមិនបានយកនេះ code ដែល Google ឲ្យនេះ code នៅក្នុងចំណុចប្រហមនេះប៉ុន្តែមិនមែន copy ទាំងអស់ទេគឺ copy តាមខ្ញុំអញ្ចឹងឥឡូវយើងចូលមកបង្កើតឡើងនេះសិនទី1យើងចូលមកបង្កើតកន្លែង record នេះមកយើង add new record មក add new record យើងយកពាក្យ a record ហើយយើងយកពាក្យ add តាមនេះមកហើយចំពោះលេខនេះគឺខ្ញុំនឹងដាក់នៅខាងក្រោមនៅ link នេះដើម្បី copy លេខហ្នឹង copy លេខដែលយើងត្រូវ add ហើយយើង connect ជាមួយការ record website របស់យើងហើយយើងកន្លែងយកអូតូហើយបន្តមកទៀតយើងចុចមួយទៀតយើងយកពាក្យ A ដដែលយើងយកពាក្យ A ដដែលពីនេះខ្ញុំនឹងដាក់ link លេខ copy លេខនេះនៅខាងក្រោមនេះអស់មកឃើញនេះគឺលេខនេះយើង copy លេខនេះទៀតមកយើង copy ហើយយើងចូលមក pass នៅកន្លែង IP address នេះយកអូតូហើយត្រូវហើយយើងយក add មួយទៀតមក A record យើងចុចពាក្យ add ចូលមកកន្លែងមិញមកយើង copy ខាងក្រោមនេះទៀតតែ copy ដល់លេខ6តែប៉ុន្តែលេខនេះដូចគ្នាគ្រាន់តែខុសនេះខុសតែជួរនេះ32 34 36 38តមកទៀតយើង pass ទៅនឹងមកតមកទៀតយើងចុចមួយទៀតយើងយក A record ដដែលតមកទៀតយើងចុចពាក្យ A ដដែលហើយយើងទៅ copy អាលេខមិញ36ទៀតមកអូខេយើង copy ទៀតមកហើយយើងមក pass តមកទៀតយើងបង្កើត add new record ទៀតប៉ុន្តែយើងយកយើងវល់មកយើងក្រោយឃើញពាក្យ C name យើងចុចពាក្យ C name មកយើងយក hosting ទៅ copy ពីតាណាមកចា C name ខាងលើនេះយើងដាក់ថា www កន្លែងនេះ www ហើយយើងចូលមកកន្លែង blockchain របស់យើងមកហើយយើងចុចពាក្យនេះ copy កន្លែងនេះទៅមកអក្សរ G នេះអក្សរ A នេះមកដល់ .com យើង copy មកហើយយើងយកមកផាកកន្លែង target យើងយកកន្លែងនេះយើងយក30នាទីហើយយើងចុចពាក្យ add ទៀតមកពាក្យ CNAME កន្លែងនេះយើងដាក់ host យើង copy នេះត្រឹមនេះចំណុច Google ឲ្យយើងឃើញជួរនេះនេះជួរម៉ៅរបស់ខ្ញុំចូលកន្លែងនេះគឺ code របស់វាគេដាក់ name ហើយចុចមកតោះវាមានលេខ code វានេះ code វាហ្នឹង copy តែប៉ុណ្ណឹងមក copy មកហើយយើងយកមកផាកកន្លែងយើងយកមកផាកកន្លែង host នេះហើយកន្លែងមួយទៀតយើង copy វាត្រឹមនេះមកនេះកន្លែងdestination នេះយើង copy ពាក្យអក្សរ G មករហូតមកដល់កន្លែង com នេះមក copy ហើយដល់មកនេះផាកកន្លែង target យើងយក30នាទីហើយយើងយកពាក្យ save change មកវាបាន record copy យើងឲ្យចុច save ហើយយើងចូលមកកាន់ blockchain របស់យើងដើម្បីចុច save អញ្ចឹងវា save អត់ទាន់បានទេដោយសារតែយើងទើបតែភ្ជាប់ភ្លាមមិញអញ្ចឹងណាពេលយើងចុចភ្ជាប់រួចហើយគឺខ្ញុំ connect បានហើយកន្លែង custom នេះគឺវាជាប់ហើយវាលែងមានឲ្យពាក្យកន្លែង save ហើយអញ្ចឹងយើងភ្ជាប់បានណាបន្ទាប់ពីយើងរងចាំវាផាជាយើងនៅពេលដែលយើងចុច pass code ទាំងអស់នៅកន្លែង record របស់ Namecheap ហើយយើងចុចពាក្យ save ដូចមិញហ្នឹងមករងចាំ3នាទីគឺ save ទៅបានហើយយើងកន្លែងគឺយើងចុចបើក direct domain មកហើយកុំភ្លេចកន្លែង HTTPS នេះក៏យើងចុចបើកដែរចុចបើកមកអូខេប៉ុន្តែ domain របស់យើងគឺលែងអត់ទាន់ដំណើរការទេយើង refresh dashboard blockchain របស់យើងមួយមកអញ្ចឹង blockchain របស់យើងអត់ទាន់ដំណើរការទេយើងរងចាំប្រហែលជា30នាទីទើបdomain របស់យើងនេះដំណើរការខ្លាយទៅជា website មួយដោយសារតែយើងទើបតែភ្ជាប់ភ្លាមអញ្ចឹងវាកំពុងតែធ្វើការភ្ជាប់ទៅកាន់ម៉ាស៊ីនមេអញ្ចឹងវាអត់ទាន់ដំណើរការទេអញ្ចឹងយើងរងចាំ30នាទីក្រោយចាំយើងបើកអូខេវីដេអូនៃការទិញ domain name មកភ្ជាប់កម្ម blockchain មានប៉ុណ្ណឹងហើយយើងនឹងជួបគ្នានៅចំណុចទី4គឺការទម្រង់ blockchain template សម្រាប់យកមកកែរចនាអញ្ចឹងយើងនឹងជួបគ្នានៅវីដេអូទី4